về xưa phụ nhớ cho con na ngày nay nhưng mà bây giờ con cái này đi dương ở em mau dương folder ấy chứng nhận thử phá sudo các main SC buôn muối hay dương ở em mau men pha SC buôn muối giống dương và cả folder máu dương phá sudo phần đấy hay tụi máu và cả miền tôi chia finance IT sales management stock HR hay dương ở em máu dương miền ở folder bên đấy hay tụi máu dương phá sudo and group ប្រកាន់3ប្រកាន់គ្រប់វាហើយបន្ទាប់មកអាឡៃនេះយើងខមមិននេះដើម្បីមើលថាយើងបង្កើតប្រកបានប៉ុណ្ណាហើយមកដល់កន្លែង sudo នេះយើងបង្កើត user ហើយក្នុង user វាមាន3 user IT finance ក្នុង IT ហ្នឹងវាមាន3 user ហើយយើងមើលរហូតមកដល់កន្លែងនេះយើងសរុបទាំងអស់ក្នុងមួយ file វាមាន3 user វាមានប៉ុណ្ណឹង user 1 2 3 1 2 3 1 2 3មកដល់បន្ទាប់កន្លែងនេះយើងមើលយើងប្រើ command sudo ធំនេះដើម្បី check មើលដើម្បី check មើល user នៅក្នុង IT ក្នុងក្រុមហ្នឹងវាមាន user 1 2 3នេះហើយមកដល់កន្លែងនេះយើង check មើលវាមានគ្រប់ថា user ក្នុងក្រុមហ្នឹងវាមាន3ប៉ុណ្នេះហើយអានេះក្រុម finance វាមាន3អានេះក្រុម HR វាមាន user 3 1 2 3ហើយក្រុម finance យើងមាន user finance 1 2 3ហើយយើងប្រើ command sudo user នេះadd user cell វាមានគ្រប់ cell វាមាន3 user cell ដូចជា cell 1 2 3ហើយមកដល់កន្លែង add user stock យើងមាន stock 1 2 3វាមាន user stock 1 2 3ហើយយើងប្រើ command add user management management យើងមាន user management 1 2 3ហើយយើងប្រើ command ទាំងអស់នេះធំsudo management sudo stock sudo cell sudo add user finance sudo add user HR ហើយនិង sudo add user IT កន្លែងបន្ទាប់ទៀតលោកគ្រូយើងប្រើ sudo get group IT នេះគឺដើម្បី check មើលថា user នៅក្នុង group IT ហ្នឹងវាមានIT room 1 01 02 03ហើយមកដល់កន្លែង sudo get group HR នេះយើងមានHR 01 02 03អានេះសម្រាប់ user នៅក្នុង group HR ហើយមកដល់ sudo group finance មានfinance 01 finance 02 03នេះជា user នៅក្នុង group finance ហើយsudo group cell នេះវាមានcell 1 cell 2 cell 3នៅក្នុង group cell នេះជា user ហើយដល់កន្លែង sudo group stock នេះយើងក្នុង group stock ហ្នឹងយើងមាន user stock 01 02 03ហើយមកដល់កន្លែង group management នេះយើងមាន management 01 management 02 management 03នៅក្នុង group management មកដល់សម្រាប់កន្លែងនេះវិញយើងគឺកន្លែង owner ឈ្មោះយើងប្រើ command sudo នេះដើម្បី root owner នេះមកទៅជា HR នេះវិញហើយសម្រាប់ sudo នេះយើង owner ទៅជា root ដូចពី root ទៅ owner ឈ្មោះ IT ដូ01ហើយមកដល់កន្លែង sudo នេះយើងប្រើ command សម្រាប់ owner ពី finance ទៅជា root finance 01ដូចគ្នាលោកកន្លែងនេះ cell stock ដូចពី root management មកដល់កន្លែងបន្ទាប់នេះវិញយើង LS មើលថា owner យើងបានដូរហើយនៅគឺមានដូចជា finance 01 HR 01 IT 01 management 01 sales 01ហើយនិង stock 01គឺ owner យើងគឺបានដូរហើយគឺ
សម្រាប់កន្លែងនេះលោកគ្រូកន្លែង sudo commission នេះយើងបង្កើត commission ឲ្យតែ folder HR ដើម្បីឲ្យកុំឲ្យ folder ផ្សេងចូលបានអញ្ចឹងដូចជា sudo commission យើងប្រើឲ្យយើងបង្កើតឲ្យ HR commission យើងបង្កើតឲ្យ IT ហើយ command នេះយើងបង្កើត commission ឲ្យ finance ហើយ sudo commission sales stock management ហើយបន្ទាប់មកយើង ls មើលវាទៅគឺយើងបង្កើត commission បានហើយយើងដូរពី check មកទៅជា commission បែបនេះវិញមកដល់កន្លែងនេះវិញយើងធ្វើការតេស្តទៅលើ portal IT មិនយើងកែសវទៅគ្រូប៉ុន្តែមកដល់កន្លែងនេះយើងធ្វើការតេស្តនៅក្នុង IT video form មុនស្អីទៀតទេម៉ែខ្ញុំខុសមិនបាច់ស្គាល់មួយវាបាញ់ឲ្យ intern ពុកថាយើងអាល់ទៅគ្រូប៉ុន្តែមិញយើងធ្វើការតេស្តទៅលើi folder IT video form មួយហ្នឹងគឺយើងតេស្តហើយគឺយើង login មកគឺយើងចេញទៅមកដល់កន្លែងនេះគឺយើងធ្វើការប្រើ command cd SC34 ទៅ IT យើងគឺចូលមកតែដល់កន្លែងនេះយើងបង្កើត IT view form មួយទៅសម្រាប់តេស្តហើយបន្ទាប់មកយើងវាយ ls ទៅដើម្បីមើលគឺវាចូលបានទៅហើយយើងចូលទៅ folder គេផ្សេង cd SC34 HR គឺវាចូលអត់បានទេសម្រាប់ការតេស្តទី2ទៅលើ HR យើង login វិញហើយបន្តមកទៀតយើង command cd SC34 ដើម្បី login ទៅលើ folder ហ្នឹងហើយបន្តមកទៀតយើងបង្កើត Wikipedia ឈ្មោះ HR DU font មួយហ្នឹងមកបន្ទាប់មកយើង ls មកវាមកគឺវាក៏មិនបានជោគជ័យទៅហើយយើងតែ command cd ទៅលើ folder ផ្សេងគឺ IT គឺយើងចូលបានគឺវាចេញ commission ទៅហើយយើងតេស្តទៅលើ finance ទៀតបងយើង login ទៅលើ finance វាមកហើយបន្ទាប់មកយើងCD SC34 finance វាមកថាចូលបានហើយ folder ហ្នឹងហើយបន្ទាប់មកយើងបង្កើតទៅលើ Wikipedia finance ចូលមកគឺចូលបានហើយបន្ទាប់មកយើងទៅលើ CD slash ទៅលើ IT វាចេញ commission ហើយបន្ទាប់មកយើង security center បន្ទាប់មកចាំយើង login វាម្ដងទៀតលើ cell ចូលចេះនិយាយទៅខ្ញុំបត់ទៅដល់កន្លែងតេស្តលើ folder cell ទៀតយើង CD login មកហើយបន្តមកយើងមើល cell វាចូលបាន
ហើយតើមកយើងបង្កើតចូល folder cell ហើយបន្តមកទៀតយើងបង្កើត media cell មួយហើយយើង LF មើលមកវាចូលបានហើយបន្តមកយើងកន្លែងនេះយើងដាក់ cd slash C31 ហើយបន្តមក slash IT គឺវាចេញ permission ហើយយើង excite ពេលដែលយើងចូលចេញ permission ចឹងគឺមានន័យថាយើងចូលទៅលើ folder IT ហ្នឹងអត់បានទេ មកដល់កន្លែងតេស្តមួយទៀតគឺតេស្តទៅលើ folder stock ហើយបន្តមកយើងដាក់ cd sd34 stock គឺយើងចូលបានហើយបន្តមកយើងបង្កើត mkdir stock 101គឺហើយបន្តមកយើង ls streamer គឺយើងចូលបានហើយបន្តមកយើងសាកទៅចូលទៅលើ folder IT គឺវាចេញ permission គឺមានន័យថាយើងចូលទៅលើ folder IT ហ្នឹងអត់បាន excite វាហើយបន្តយើងចូលទៅលើ management ម្ដងដាក់ file sudo login គឺយើង login បានជោគជ័យបន្ទាប់មកយើងវាយ command cd slash sd34 slash next ហើយយើងគឺយើងចូលបានជោគជ័យទៅមកយើងតែ command KDF តែ software ទៅមក ls មើលមកគឺវាចូលបានទៅមកយើងដាក់ cd slash cd slash ហើយបន្តមកដាក់ suite 34 slash ហើយយើងសាកចូល folder C គឺវាចេញ permission តែហើយយើង test command management បានទេព្រោះយើង execute លើលោកគ្រូការcommand របស់ខ្ញុំមានតែប៉ុណ្ណឹង